Ok, sụt đây là nó kia chứ ngày đi trên mặt đất cái ván cho muối đừng nhom tia đấy ok nô chúng ta tham play từ cuốnแต่ทางบอสเลยrồi học mấy cái buôn buồn cái này viết buôn học sắp ấy chứ mà lại đập ở đập cái đó buồn buồn cùng tẹt tôn con mùi sừng alo chị số 4 bát bông nhưng mà đo nắng ấy ở lại nơi cái bay ngồi nâng cà phê ở bon nơi nào vậy đấy nơi hai cái món hai vậy bây giờចូលទេបងបាទអរគុណច្រើនមកណា Alo,ជំរាបសួរបងហ្នឹងហើយបងខ្ញុំមកដល់ច្រកក្រាសាំង total ណាជាប់មួយក្រាសាំងហ្នឹងមានផ្លូវចុះមួយខ្ញុំចុះតាមហ្នឹងបងណោះចាចុះមកហ្នឹងត្រូវហ្មងបងមិនចាំឡើងហ្នឹងហ្មងបងនៅណាវិញបងនៅណាវិញvậyអូចុះមកបងហាហើយឥឡូវខ្ញុំនៅនឹងដែរបងចុះមកអូចុះមកនៅចុះអាប្រឡោះហ្នឹងនៅចូលហើយដែរទៅហ្នឹងមកអូនចុះមកនេះឥឡូវខ្ញុំនៅនឹងដែរបងខ្ញុំចុះហើយដែរអាប្រឡោះបាយជើងគឺកន្លែងបាយជើងអត់អូអាប្រឡោះតមុខក្រាសាំងហ្នឹងមិនមែនជាប់ទេណាអូខេខ្ញុំជិះជ្រះតែខ្ញុំចូលទៅហ្នឹងវិញចាំខ្ញុំចុះទៅហ្នឹងវិញបងព្រោះខ្ញុំមើលអាតមុខហ្នឹងឯងខ្ញុំចុះមកជាប់ក្រាសាំងហ្នឹងឯងអូនឯងមកកន្លែងបាយជើងហ្នឹងបាទកន្លែងបាយជើងមានប្រឡោះចុះមកមួយមិញហ្នឹងហើយទូចមួយហ្នឹងឃើញហ្នឹងបងខ្ញុំចុះអាមុខទូចនេះបងចាំហ្នឹងហ្មងសុំឈប់នេះបងណាអូខេខ្ញុំឈប់ច្រកខាងមុខនោះវិញចាំតិចអូយ៉ាមកចូលមកអូនចូលមកបាទបងបាទអរគុណច្រើនបងខ្ញុំលើកជូនបងពោះយីធ្ងន់ដែរបងបងដាក់ណាបងដាក់ណាអរគុណច្រើនបងណាបាទលាទៅសិនណាបងបាទខ្ញុំហើយមួយឯងបងស្រីគាត់នៅខាងផ្លូវ70នៅខាងម្ដុំក្បែរមកមួយជួយបាទតែឥឡូវយើងទៅ
យើងទៅខាងកាបូទៀតហើយសុំញ៉ាំទឹកមួយសិនការដែលស្ពាននេះធ្វើដំបងផ្លូវ8ចំចៅហើយជាមួយនឹងផ្លូវជាតិលេខ3ហ្នឹងកាលហ្នឹងខ្ញុំវិញផ្លូវកាលហ្នឹងខ្ញុំទៅកោះកុងផ្លូវជាតិលេខ4ហើយធ្វើដំបងដូចជាអត់ទាន់ហើយ 100%ទេកាលហ្នឹងខ្ញុំមកដល់ហ្នឹងម៉ោងប្រហែលជា4ព្រលឹមឡើងទៅកោះកុងកាលហ្នឹងហើយវិញ2ជុំធន់ខ្លួនឯងសាឡើងផ្លូវជាតិលេខ4វាទៅជាផ្លូវជាតិលេខ3ឡើងផ្លូវជាតិលេខ4ឡើងផ្លូវជាតិលេខ3 2ដងបានកាលហ្នឹងសំណាងបានសួរពូដែលគាត់រត់ម៉ូតូដុំគាត់ព្រលឹមឡើងហ្នឹងសួរគាត់ទៅគាត់ប្រាប់ថាផ្លូវនេះផ្លូវជាតិលេខ4ពោះចិត្តហើយកាលហ្នឹងខ្ញុំក៏បិឆោតទៀតមិនស្គាល់ច្បាស់ផ្លូវជាតិលេខ4ហើយលេខ3វាកន្លងស្ពានហ្នឹងអស់2ជុំអូខេយើងបន្តដំណើរទៅមុខទៀតនេះយើងល្ងាចហ្នឹងឯងល្បាក់ស្មើនេះម៉ោង5ជាងខ្ញុំទៅដល់នៅអាចប្រហែលជា5កន្លះជាង7 6ហ្នឹងចាំមើលផ្លូវបើសិនយកផ្ទះយើងលឿនទេចឹងឥឡូវមកដល់បងខាងភូមិកៅនោះបងនេះដាក់ថាភូមិកៅនេះក្រាសាំងដែលគាត់ប្រាប់អញ្ចឹងយើងទៅទាំងអស់គ្នាភូមិកៅទីតាំងរបស់គាត់នៅទល់មុខរោងចក្រសែតបានញ៉ាំបាយដែរបងអូទៅការវិញជុំបងនោះនេះបងអស់$25បងណាហូបចាក់ខ្មែរនេះហូបចាក់អីគេដែរបងចាក់នំតើនំខ្មែរនោះខ្មែរយើងអូអស់សញ្ញាគុនតើអូខេអរគុណច្រើននេះដូចជា Husky តាមនេះ Husky ណាបងឡយអូបានចុងក្រោយគេនៅផ្លូវ60 ម៉ែត្រនៅខាងចាក់ឯផងវានៅជាប់ផ្ទះហើយគឺជាបានចុងក្រោយដូចគ្នាចឹងយើងទៅចាក់ឯផងវិញអស់ហើយអូខេ
ចឹងអារឿងដាក់ទូរស័ព្ទនៅក្នុងកប៉ៅខាងក្រោយអង្គុយនេះគឺវាអត់ល្អបើសិនជាវាមិនជ្រុះចេញពីកប៉ៅដល់អត់ដឹងខ្លួនទេក៏មានជនមិនល្អមកលួចមកឆក់គឺធ្វើឲ្យយើងដួលម៉ូតូដួលអីទៀតអញ្ចឹងវាខាតត្រូវទាំងពេលជួសជុលចាយលុយចាយកាក់ជួសជុលម៉ូតូមើលព្យាបាលខ្លួនវាទៀតតែអាហ្នឹងវាវែងឆ្ងាយអញ្ចឹងហើយដាក់ទូរស័ព្ទនៅកប៉ៅក្រោយជិះនេះគឺខ្ញុំអត់រកកំណត់ឲ្យអ្នកនរគ្នាទៅអញ្ចឹងគឺវាគ្រោះថ្នាក់មែនតើគ្រោះថ្នាក់ខាតបងមិនកាក់ឈឺសាច់ទេអត់ល្អគេហៅអីពេលនេះអត់ស្អាតនេះវាស្អាតហើយសុខឲ្យស្អាតគឺមានកន្លែងលេងដល់ពេលលេងក្រោយគឺដោយតាមអីយើងទៅក្រោយហ្នឹងគឺតាមផ្លូវវាអត់បើវាអត់មានផ្លូវហើយទៅប្រទៀតនេះគឺបរិយាតែភ្ញៀវក៏បាទដល់ហើយបងនៅចាំខាងមុខហើយអីវ៉ាន់បងអត់បាន50បង50ចាបាទអរគុណជំរាបលាបងសួស្ដីបាទគិតបងតាណាអរគុណច្រើនមកណាលាសិនណាបងបាទដែលសារតែឥឡូវយើងអស់អីវ៉ាន់ដឹកនៅពេញនេះចឹងឥឡូវវាដូចជាមានអីវ៉ាន់ដាក់នៅតាមខេត្តមួយចំនួនដែរ